Ok, ba chữ xuân này đọc nghĩa video ngàyនេះខ្ញុំនឹងចែកចម្លែកទៅកាន់អ្នកនរគ្នាអំពីដំណោះស្រាយនៅលើ Telegram អ្នកនរគ្នាប្រើ Telegram តែមានបញ្ហាច្រឡំដៃអូស hai group ឬក៏ friend របស់យើងមួយចំនួនដែលយើងច្រឡំចុចដោយអចេតនាទេប៉ុន្តែដល់ពេលដែលអ្នកនរគ្នារកទៅវិញរកអត់ឃើញនឹងរកវិធីសាស្ត្រណាដើម្បីដោះស្រាយវាបានអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកនរគ្នាដែលច្រឡំចុចអូស hai ដែលហៅកាត់ថា hai ទៅពេលនៅក្នុងន័យរបស់ Telegram គេថាចូលកន្លែង up archive ដូចយើង store ទុកអញ្ចឹងណាអូខេប៉ុន្តែបើសិនមកយើងអត់ដឹងពីកលឹះនៃការតែងយកវាមកវិញទេអ្នកនរគ្នាប្រកាសជារកអត់ឃើញងាយទេអ្នកនរគ្នាអូខេអញ្ចឹងខ្ញុំរៀងលំមុនដែរអូខេអញ្ចឹងសម្រាប់គ្នាយើងដែលមានបញ្ហាហ្នឹងអាចមើលវីដេអូរបស់ខ្ញុំហើយជួយចុច subscribe អ្នកមួយដើម្បីទទួលបានវីដេអូផ្សេងអូខេតោះ let's go ទៅធ្វើជាមួយខ្ញុំទាំងអស់គ្នាអូខេឥឡូវយើងចូលមកក្នុងទូរស័ព្ទរបស់យើងឧទាហរណ៍អ្នកនរគ្នាមានក្រុមមួយឧទាហរណ៍ក្រុម S នេះអក្សរ S ប្រហែលនេះហើយអ្នកនរគ្នាច្រឡំចុចលើវាឧទាហរណ៍ចុចលើវាអញ្ចឹងទៅឬអូសយ៉ាងម៉េចទេវាបានឧទាហរណ៍ខ្ញុំចុចលើវាហើយខ្ញុំចុចសញ្ញានេះដូចសញ្ញា download អញ្ចឹងចុចមកបាននឹងរកក្រុមនឹងពីណាយើងទៅរកអត់ឃើញបើកតាណាបើកចូល setting មិនក៏អត់ឃើញណាទឹកនេះចូលមកកន្លែងនេះ setting នេះក៏រកអត់ឃើញនឹងរកតាណាអូខេចូលមកអត់មានឃើញណាអ្នកនរគ្នាគឺអត់ឃើញតែម្ដងអូខេអត់ឃើញទេអូខេអញ្ចឹងដំណោះស្រាយអ្នកនរគ្នាងាយទេអ្នកនរគ្នាគ្រាន់ចាប់ដៃរបស់អ្នកនរគ្នាអូសពីខាងលើចេះចុចជាប់កន្លែងនេះមកអូសខាងមកដាក់វាដៃមកអូសបាច់មកនេះអូសមកពីលៀនចេះអូខេអញ្ចឹងនេះ pull down for ជឿចេញមកមិនចេញមកបែបនេះប៉ុន្តែចេញបែបហ្នឹងហើយអ្នកនរគ្នាក៏ច្រឡំកវាដៃតូចចេះទៀតគឺបាត់ដែរឃើញអត់សូមមកច្រឡំបែបហ្នឹងវាបាត់ដែរអញ្ចឹងអ្នកនរគ្នាតែអូសវាម្ដងទៀតមកអូសខ្លាំងមកហើយចុចលើ archive chat ហ្នឹងមកអ្នកនរគ្នាចុចលើអក្សរ S មួយអូខេគ្រប់អក្សរ S ហ្នឹងអ្នកនរគ្នាចុចសញ្ញា3អុចនេះមកហើយអ្នកនរគ្នាចុច archive unarchive អូខេគ្រប់ហ្នឹងមកក្រៅវិញហើយអូខេនេះអូខេមកក្រៅវិញហើយនេះអ្នកនរគ្នាគឺមកគ្រប់មកក្រៅវិញណាអត់បាត់អញ្ចឹងឧទាហរណ៍ចុចម្ដងទៀតចុច archive ហើយចុចអូសតែងទៀតមកចុចបើកកន្លែងហ្នឹងហើយអ្នកនរគ្នាចុចលើ group ហ្នឹងអ្នកនរគ្នាចុចសញ្ញា3អុចមកយកពាក្យថា unarchive អូខេប៉ុណ្ណឹងជាការស្រេចអូខេអញ្ចឹងវាលោតមកវិញធម្មតាអូខេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមានបញ្ហាបែបហ្នឹងអីអាចសាកល្បងធ្វើតាមវីដេអូរបស់ខ្ញុំទៅអូខេនឹងទទួលបានលទ្ធផលហើយអូខេបើសិនមកអ្នកទាំងអស់គ្នាធ្វើអត់បានអីត្រង់ចំណុចណាអ្នកទាំងអស់គ្នាអាច comment ក្រោមវីដេអូអូខេអូខេអ្នកទាំងអស់គ្នាយ៉ាងម៉េចហើយបន្ទាប់ពីបានមើលខ្សែវីដេអូរបស់ខ្ញុំអំពីដំណោះស្រាយនៃការច្រឡំចុច hai អ្នកទាំងអស់គ្នាអាចធ្វើបានដូចអ្វីដែលខ្ញុំបង្ហាញណាបើសិនបើអ្នកទាំងអស់គ្នាមានបញ្ហាបែបហ្នឹងអូខេអញ្ចឹងខ្សែវីដេអូខ្លីរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសង្ឃឹមថាវាជាផ្ដល់ជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយនឹងជួយចុច like ចុច share ចុច subscribe នៅ channel របស់ខ្ញុំទាំងអស់គ្នាអូខេតោះអញ្ចឹងបាយបាយអ្នកទាំងអស់គ្នាជួបខ្ញុំនៅខ្សែវីដេអូក្រោយទៀត